នេះបងប្អូនបើតាមខ្ញុំព្យាករណ៍គឺក្តាមគឺសម្បូរជាងគេបងប្អូនឆ្នាំនេះដោយសារខ្ញុំដើរចាប់គឺសម្បូរបងប្អូនវាមានច្រើនរាល់ឆ្នាំដើរចាប់ដែរតាបងប្អូនក៏ប៉ុន្តែវាអត់សូវមានទេតែសម្រាប់ក្តាមឆ្នាំនេះគឺសម្បូរបងប្អូនសម្បូរហើយគឺវាធំល្អទៀតឲ្យតែមេឃភ្លៀងធ្លាក់ឡើងគឺវាដើរពេញស្រែបងប្អូនក្តាមវាអត់មិនដឹងថាផ្ទះវានៅណាដែរបងប្អូនអានេះអត់ដឹងថាផ្ទះវានៅណាបងប្អូនក៏ប៉ុន្តែវាដើរពេញដែរហើយយើងតែមេឃភ្លៀងឡើងយើងកាន់តែធុងមួយដល់ចាប់យ៉ាអាបលយកអាបលយកអាបលយកនេះចង់គៀបបងប្អូនអានេះចាប់មិនស្រួលគៀបមុតដៃឈាមរាវអីក្តាមគឺគៀបវាមុតមែនតើយើងចង់ចាប់វាយើងចាប់ពីក្រោយខ្នងបងប្អូនចាប់ក្រោយខ្នងដឹងតែអែមតែម្ដងអានេះខ្មោចคลิกបងប្អូននេះក្តាមសមុទ្រទេថតក្តាមស្រែនេះក្តាមសមុទ្រទេខ្មោចคลิกចឹងបាទនេះធំមកបងប្អូនហើយធំណាក្តាមនេះធំណាប៉ុណ្ណាណៃបងប្អូនអានេះយើងចាប់វាហើយយើងបុកជាមួយនឹងអំពិលឬក៏កសាំងបងប្អូនបុកកសាំងក៏ឆ្ងាញ់អំពិលក៏ឆ្ងាញ់បងប្អូនដែលធ្លាប់បុកក្តាមគឺដឹងហើយបងប្អូនបាទបុកក្តាមគឺដឹងហើយគឺរសជាតិវាគឺអែមណានៅស្រុកស្រែចាស់មិនថាចាស់មិនថាក្មេងទេឲ្យតែភ្លៀងគឺកាន់ធុងដើរចាប់ហើយក្តាមតែខ្ញុំតែប៉ុណ្ណេះរួចទេបងប្អូននេះតែប៉ុណ្ណេះរួចបុកអំពិលបុកក្តាមរួចហ្មង